Ok là nhóm tia họ muối bây giờយើងមកដល់ shop យើងចុចអាហ្នឹងហើយយើងចុច add alright store ហើយចុច start shopping នឹងហើយចុច send this intro ចុច send this intro ហ្នឹងហើយយើងដល់អីវ៉ាន់ដែលវាឲ្យយើងទិញហើយយើងមើលដែលខ្ញុំគូសវែងមានពណ៌ក្រហមហ្នឹងគឺអាហ្នឹងច្រកផ្លូវដែលយើងចូលទិញច្រកផ្លូវទី5មានទឹកសុទ្ធច្រកផ្លូវទី6មាននឹងយើងទិញអញ្ចឹងឥឡូវយើងដើររកច្រក5ច្រកផ្លូវទី5ដើម្បីយើងចូលរកទឹកនៅពេលដែលយើងដើរចូលរកទឹកតាមពិតខ្ញុំដឹងកន្លែងទឹកហ្នឹងហើយតែខ្ញុំដើររៀងយូរបន្តិចទៅឧទាហរណ៍ថាកំពុងតែរកទឹកហ្នឹងនៅច្រកទី5វាឲ្យយើងទិញដាក់ថា600មីលីលីត្រហើយជាមួយនឹង24ដបក្នុងបាកេសអញ្ចឹងមានន័យថាទឹកសុទ្ធមកដល់600មីលីលីត្រហ្នឹងដបជាងកន្លះលីត្រហ្នឹង24ដបអញ្ចឹងយើងចូលទៅរកឲ្យឃើញទឹកហ្នឹងវាដាក់នៅខាងចុងអស់ហ្នឹងជួរទី5ដាក់នៅកតុយហ្នឹងយើងដើរទៅពេលដែលយើងទៅរកឃើញទឹកហ្នឹងពេលយើងរកឃើញយើង scan វាយើង scan code ខ្មៅជួរនោះយើងចុចscan barcode ហ្នឹងទៅនៅឃើញទេចុចscan barcode ហ្នឹងយើងឃើញបានហ្មងឃើញ barcode ក៏ដល់មកឃើញគ្នាវាទៅភ្លាមវា load ទៅបាត់ហើយឥឡូវវាចូលទៅដល់ច្រកទី6យើងចូលទិញស្អីនេះspiral នេះហើយហ្នឹងហើយយើងចូលទៅដើម្បីរកបើថារូបហ្នឹងវាតូចពេកអត់ឃើញយើងចុចមើលឲ្យច្បាស់ហើយយើង scan barcode ទៀតនេះពេលដែលត្រូវគឺវា load ទៅបាត់ហើយពេលដែលត្រូវគឺវា load ទៅបាត់បើអត់ទៅវា load ចេញ2មកហ្នឹងបើថាអត់ត្រូវបន្ទាប់មកយើងចូលទៅទិញ6ច្រកចូលទី6ហ្នឹងដែរទៅទិញទឹកសូសហ្នឹងទឹកសូស scan barcode ហើយបើវាដាក់លេខ2អញ្ចឹងយើងត្រូវចុចបើសិនជាវាអត់មានលេខយើងត្រូវចុចលេខបូកបាទឥឡូវនេះលេខបូកបាត់ហើយយើងចុចយកហ្មងទៅហ្នឹងហើយឥឡូវហើយយើងចូលទៅទៅសាច់វិញសាច់កិនអានេះជាប្រភេទសាច់ដែលគេកិនហើយហ្នឹងហើយសាច់គោដែលគេកិនហើយហ្នឹងយើងចូលទៅរកទៅប្រភេទ1គីឡូហើយឃើញវាដាក់លេខ1ហ្នឹងហើយ3 star ហ្នឹងសម្រាប់3 star ដល់យើងដើរទៅរកទៅនៅកន្លែង meet ហើយនេះវាឲ្យយើងឆែកថ្ងៃខែខ្លាចផុតកំណត់ឆាប់ពេកអញ្ចឹងយើងរកណាឲ្យវារៀងនៅយូរតិចនៅពេលវេលាយូរតិចទៅហើយយើងទៅរកពេលដែលឃើញយើង scan កន្លែងscan លេខ1ហ្នឹងឃើញបានទៀតឥឡូវបន្តមកទៀតគឺយើងចូលទៅដល់រកទិញនំប៉័ងនេះយូរដោយសារតែវាអត់មានណាវាអស់មែនហ្នឹងហើយវាអត់មានទេវាអស់ខ្ញុំទៅទិញនេះពេលល្ងាចដែរហើយគឺវា order ហ្នឹងគឺវាអស់កន្លែងនំប៉័ងកាលណាដែលវាអស់គឺយើងដល់រកយូរមែនទែនព្រោះរកអត់ឃើញពេលណាយើងរកអត់ឃើញយើងរកយូររហូតដល់ខ្ញុំទៅសួរកុំរកយូរពេកបើថាឃើញថារកមិនឃើញប្រហែលជា2-3នាទីអី4នាទីអីរកមិនឃើញគឺយើងទៅសួរបុគ្គលិកវាសួរបុគ្គលិកវានៅក្នុងហ្នឹងstep វានៅក្នុងហ្នឹងសួរវាប្រាប់ឲ្យថានៅកន្លែងណាហើយបើសិនអានេះចៃដន្យនេះខ្ញុំទៅសួរវាថ្ងៃហ្នឹងខ្ញុំសួរវាហើយរកអត់ឃើញទៀតរកអត់មានទៀតវាសួរវាចង្អុលថានៅកន្លែងហ្នឹងតែទៅមើលវាអស់ដល់អញ្ចឹងទៅ scan ខុសឃើញទេ scan ខុសអញ្ចឹងទៅមកផ្លែទៀតខ្ញុំទៅផ្ញើសារទៅប្រាប់វាអញ្ចឹងណាយើងផ្ញើសារប្រាប់វាហ្នឹងគឺទី1វាឲ្យវាដឹងផងទី2ក្រុមហ៊ុនរបស់យើងនឹងចាប់យកផងនេះ scan code រហូតគេ scan code គឺវាចេញមកពីអញ្ចឹងយើងទិញនឹងនៅខាងក្រោមយើងវាឲ្យទិញនៅខាងក្រោមយើង scan នៅខាងលើយើង scan នៅខាងលើតែវាឲ្យទិញនៅខាងក្រោមអញ្ចឹងមានតែខុសរហូត scan ខុសអញ្ចឹងណាព្រោះវាអស់ហើយអាហ្នឹងវាអស់ហើយទិញពេលល្ងាចពេកអញ្ចឹងវាអស់អញ្ចឹងយើងត្រូវធ្វើមិនទៀតយើង scan អត់ត្រូវពេល scan អត់ត្រូវខ្ញុំដើររកឡើងយូរណាអត់ត្រូវទេអញ្ចឹងយើងចុច
ផ្ញើសារទៅវាសិនចុចអាសញ្ញាខាងលើអា message នោះមុននឹងផ្ញើសារទៅវាយើងថតអានឹងទុកឲ្យហើយមិនមកយើងផ្ញើទៅប្រាប់វាថានឹងអត់មានណាហ្នឹងហើយខ្ញុំផ្ញើសារទៅវាទៅប្រាប់ថាយើងបានដើររកគ្រប់កន្លែងអញ្ចឹងណាហ្នឹងហើយសំទោសវាពេលនេះយើងបានដើររកគ្រប់កន្លែងហើយអញ្ចឹងទៅក៏ប៉ុន្តែវាអត់ឃើញហ្នឹងហើយវាអត់ឃើញតែមានតែអា4អញ្ចឹងអត់មានអា6ហ្នឹងហើយអាមាន6នេះខ្ញុំមកบอกថាផ្ញើសារទៅឲ្យវាដឹងណាឲ្យវាដឹងថានឹងវាអត់មានទេមិនមកយើងយកទៅដល់ឲ្យវាអត់សួរឯងព្រោះយើងបានផ្ញើសារឲ្យវាដែរបើវាអត់បានមើលអានឹងវាជាកំហុសរបស់វាតែបើវាបានមើលវាសួរយើងវាត្រូវការផ្ញើសារមកវិញឯងថាវាត្រូវការយកអាណាអញ្ចឹងណាខ្ញុំថាអត់មានអា6ទេមានតែ4បើតែយកខ្ញុំអាចនឹងយកឲ្យអ្នកឯងអញ្ចឹងណាតែសារដែលខ្ញុំផ្ញើទៅនឹងដូចមិនទេដូចវាអត់មើលហ្នឹងហើយវាអត់មើលអ្នកទិញខ្លះវាប្រហែលគាត់វា order ឲ្យបន្ទុកទូរស័ព្ទចោលវាធ្វើកិច្ចការងារផ្សេងអញ្ចឹងហ្នឹងហើយខ្ញុំក៏សួរវាទៅថាណែយកអត់14ហ្នឹងបើសិនជាយកខ្ញុំយកឲ្យអ្នកឯងសូមអ្នកឯងមេត្តាឆ្លើយតបខ្ញុំវិញផងអរគុណអីចឹងណាបន្ទាប់មកបើវាអត់ឃើញឆ្លើយឃើញអីយើងចាក់ចេញសញ្ញាពួរខាងលើហ្នឹងហើយនោះអាសញ្ញាពួរខាងលើអាគៀន record ក្រហមចុចចាក់ចេញឡើងហ្នឹងមកហ្នឹងហើយឥឡូវយើងមើលសារមើលឲ្យអស់ហើយធំទៅឲ្យអស់ពេលដែលយើងមើលហើយគឺផលិតទៀតយើងត្រូវចាក់ចេញពីសារហ្នឹងឥឡូវខ្ញុំប្រងដើររនៅឡើយឯងខ្ញុំសេសារហ្នឹងហើយខ្ញុំក៏អត់បានមើលខ្ញុំកាន់ទូរស័ព្ទដើររនំប៉័ងហ្នឹងទៀតអានេះយើងដើររពេលដើររវាមិនឃើញយើងត្រូវដាក់ថា item unavailable យើងដាក់អញ្ចឹងឥឡូវយើងទៅ scan មួយសារទៀតសិនកែងលោកបានអញ្ចឹងណា scan នៅទៅអត់ឲ្យព្រោះអត់ត្រូវយើងទិញអាខាងក្រោមដល់ពេលយើង scan មកអាខាងលើហ្នឹងវាអត់ត្រូវទេមានតែ4អូខេឥឡូវមានតែចុចថា item ហ្នឹងវាមិនមានវាអត់មាននៅលើកន្លែងហ្នឹងអញ្ចឹងណាហ្នឹងហើយយើងចុចថាឲ្យវាអត់មាននៅកន្លែងហ្នឹងឯងហើយពេលហ្នឹងវាឲ្យយើង scan barcode ឬក៏វាឲ្យយើងថតនេះឥឡូវយើងត្រូវថតបញ្ជូនទៅឲ្យវាទៅចូលថតរូបថតមកស្លឹកទៅហើយបញ្ជូនទៅឲ្យវារូបថតដែលយើងឡើងទិញនំប៉័ងមិនណាយើងរកអត់ឃើញហ្នឹងយើងទៅថតដល់កន្លែងនំប៉័ងហ្នឹងហើយថតកន្លែងហ្នឹងថតឲ្យធំក៏បានថតប៉ុណ្ណឹងក៏បានដែរហើយផ្ញើទៅវាទៅ submit ហើយយើងមកយកអាខាងក្រោមវាឲ្យចើមួយទៀតយកអាខាងក្រោមហ្នឹងហើយនៅនោះយកអាខាងក្រោមយេ bakery mini ហ្នឹងយើងយកអានឹង pizza roll ហើយយើងទៅអាកន្លែងមិញដែលថាមាន4ហ្នឹងណាហើយមានខាងលើមាន6ព្រោះវាខុសគ្នាអញ្ចឹងយើងទៅ scan អាហ្នឹង scan barcode អាហ្នឹង scan barcode អាខាយកអានំប៉័ងហ្នឹងមកយើង scan barcode យើងបើ scan ណា scan ដល់ហ្នឹងត្រូវចុចសញ្ញាបូកយកមួយព្រោះខាងលើដាក់1យើងចុចសញ្ញាបូកយក1អូខេលុយរាល់ហើយឥឡូវយើងចុច process check out ហ្នឹងហើយយើងចុច process check out ដើម្បីយើងទៅបង់លុយនៅកន្លែងគិតលុយហើយយើងគិតខ្លួនឯងអត់មានណាគិតឲ្យយើងទៅគិតខ្លួនឯងហ្នឹងយើងទៅគិតខ្លួនឯងហ្នឹងហើយចុច next ហើយបន្តមកយើងចុចopen red card ទៅ digital open digital red card យើងចុចបើកអាហ្នឹងដើម្បីឲ្យអាកាសក្រហមយើងហ្នឹងវាឡើងលើកញ្ចក់ទូរស័ព្ទដើម្បីយើង pay លុយ scan ហើយពេលវាដាក់ថាអាហ្នឹងពេលដែលបើសិនជាវាត្រូវការលេខកូដគឺយើងប្រើលេខកូដ4ដងលេខកូដលេខ0 4ដងអញ្ចឹងណាបើសិនជាយើង scan ទៅវាអត់ស៊ីហើយវាតែមលេខកូដគឺយើងចុច
scan លេខកូដលេខ0នឹង4ដងអាខាតហ្នឹងណាខាតរបស់វាហ្នឹងឥឡូវនេះខ្ញុំកំពុងតែដើរទៅគិតលុយឯងពេលដែលខ្ញុំបើកចឹងហើយខ្ញុំដើរទៅគិតលុយគឺយើងដើររកប្រទេសយើងរកប្រទេសយើងទៅហើយយើងទៅយកស្បោងស្បោងនោះយើងគិតទៅយកបត់ស្បោងនោះមក scan ទៅស្បោងយើងយក10 20ស្បោងអីវ៉ាន់យើងដាក់ច្រើនយ៉ាងណាក៏ដោយយកច្រើនប៉ុណ្ណាអត់អីខ្វល់ទេ scan ហើយដាក់អីវ៉ាន់នៅក្នុងហ្នឹងមក scan ស្បោងហើយដាក់អីវ៉ាន់ក្នុងហ្នឹងណាចុចឃើញ red card នឹងក្រៅហើយឃើញ red card អាហ្នឹងខ្ញុំប្រងតាគិតគូហើយនេះ check out គិតគូលុយឃើញ scan មុខហើយវាគិតលុយ$69ណាហ្នឹងហើយគិតហើយណាគិតហើយយើងចូលទៅកន្លែងនេះមួយទៀតយើងចុច confirm payment ចូលទៅកន្លែងយើងមកវិញកន្លែង process មកហ្នឹងហើយយើង take receipt photo ថត photo receipt ហ្នឹងយើងទៅធ្វើម៉េចឲ្យមាន receipt តើមាន receipt បើយើងថតឲ្យអាចទៅមុខបានបើអត់មាន receipt អត់កើតទេបើថាយើងចូលគិតគូគិតលុយហើយអត់តមាន receipt ប្រាប់វាថាខ្ញុំជួយ print receipt ឲ្យខ្ញុំទៅគេ print ឲ្យ receipt មកថតហើយយើង continue ទៅចុច continue ឲ្យទៅហើយយើងចុច direct ហ្នឹងគឺទៅដល់ផ្ទះគេយើងដាក់អីវ៉ាន់គេធម្មតាយើងតអត់មានអីទេហ្នឹងហើយតែមានវីដេអូមានតែប៉ុណ្្នឹងឯងអរគុណ